ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាតើអង្គពុំមីងដឹងទេថាឈឺក្រពះពោះវៀននៅដំណាក់កាលទី1ឬក៏កម្រិត1ចាកម្រិត1ហ្នឹងគឺចាប់ផ្ដើមចុកសៀតណែនចាក់ឆ្អល់នៅចុងដង្ហើមភើមកជូរចាធំក្លិនមាត់ហើយជ្រាំងអណ្ដាតស្កាត់អណ្ដាតចាឬក៏ផ្សិតអណ្ដាតចាមុននឹងបានអាហារក៏ចុកសៀតណែននៅចុងដង្ហើមទទួលទានអាហាររួចហើយក៏ចុកឆ្អិតនៅចុងដង្ហើមចាហើយទទួលទានអាហាររួច2ម៉ោងហើយនៅតែតាំងមកខាងលើចាថប់ណែននៅចុងដង្ហើមចាក់មកបោះដៃផុតចាហើយបណ្ដាលឲ្យឈឺក្បាលចុកចង្កេះចុកខ្នងអីចឹងទៅចានេះគឺជាចាដំណាក់កាលទី1នៃការឈឺក្រពះពោះវៀនកម្រិតស្រាលប៉ុន្តែនៅពេលដែលលោកអ្នកធ្វើប្រហែសចាភ្លេចខ្លួនតែមួយរយៈជំងឺក្រពះពោះវៀនចាក៏ចូលទៅដល់កម្រិតទី2ដែលហៅថាកម្រិតរ៉ាំរ៉ៃហ្នឹងចាគឺចូលដល់ចាប់ពីកាន់ខែទៅហើយណាចាកាន់ខែទៅគឺរ៉ាំរ៉ៃដែលបង្កឡើងដោយឧស្ម័នពុលដោយការស្ទះជាតិពុលដោយសារតែការចុកចិត្តឆ្អល់ពីកម្រិតទី1ហ្នឹងឈានទៅដល់កម្រិត2រ៉ាំរ៉ៃហ្នឹងចាគឺបណ្ដាលឲ្យរលាកក្រពះពោះវៀនចារលាកហ្នឹងក៏មាន3ទៀតចា3ខ្ញុំដាក់លេខ1លេខ2លេខ3ចារលាកក្នុងកម្រិតស្រាលគឺរលាកតិចចាគឺមានការរលាកនៅកកាពះរលាកតិចតួចចាទី2រលាកនៅទួលកាពះតែម្ដងហើយទី3គឺរលាកនៅបាតក្រពះចាអញ្ចឹងនៅពេលដែលស្ថិតនៅក្នុងដំណាក់កាលរ៉ាំរ៉ៃនេះចាគឺរលាកបន្តចារលាកបន្តយូរទៅដែលហៅថាកម្រិតរ៉ាំរ៉ៃនេះចាក៏បណ្ដាលឲ្យមានមេរោគដែលភាសាអង់គ្លេសហៅថា H pylori ចាភាសាបារាំងហៅថា Helicobacter H pyloriចាអញ្ចឹងនៅពេលដែលមានមេរោគនៅក្នុងកាពះចាខ្ញុំនិយាយភាសាសាមញ្ញភាសាខ្មែរយើងហៅថាមេរោគនៅក្នុងកាពះមេរោគនៅក្នុងកាពះនេះគឺរ៉ាំរ៉ៃមែនតើអ៊ំពូមីងមានមេរោគតិចនិងមានមេរោគច្រើនទៅតាមក្រាហ្វិកពុកម៉ែពូមីងបងប្អូនខ្លះក៏ទៅមន្ទីរពិសោធន៍ដើម្បីតេស្តវិភាគឈាមរកមើលពពួក H pylori ចាអ៊ំពូមីងខ្លះក៏ផ្លុំខ្យល់ចាហើយបងប្អូនមួយចំនួនទៀតក៏បានទៅពិនិត្យខាងផ្នែកវិមុខចាឃើញថាមានមេរោគអ្នកខ្លះគឺមានមេរោគនៅក្នុងកាពះគឺចៅក្រាហ្វិកតែម្ដងមានមេរោគចាស់មានមេរោគថ្មីដែលបង្កឡើងដោយពពួក gastric gastro ចាច្រាលជាតិអាស៊ីតនៅក្នុងក្រពះចាជាតិ gastric gastro ទាំងអស់ហើយបណ្ដាលឲ្យក្តៅច្រាលជាតិអាស៊ីតបណ្ដាលឲ្យក្តៅបង្កទៅជាជំងឺរលាកនៅពេលដែលក្រពះពោះវៀនរបស់លោកអ្នកហ្នឹងស្ថិតនៅក្នុងដំណាក់កាលទី1ហ្នឹងដែលដោយការធ្វើប្រហែសជួនកាលគាត់ព្យាបាលឲ្យតែមិនទាន់បានជាស្រួលបួលផងលាប់ចំណីអាហារបណ្ដាលឲ្យគាត់រើឡើងវិញដល់រើឡើងវិញទៅជារ៉ាំរ៉ៃចារ៉ាំរ៉ៃរលាកហ្នឹងមានដូចខ្ញុំនិយាយប្រាប់អញ្ចឹងចារលាកនៅកកាពះតួកាពះទាំងមូលនិងបាតក្រពះបន្ទាប់មកទៀតឈានទៅដល់ការមានមេរោគហ្នឹងមានមេរោគតិចនិងមេរោគច្រើនមេរោគចាស់និងមេរោគថ្មីរួមគ្នាទៅធ្វើឲ្យលោកអ្នកទៅជាក្តៅក្រហល់ក្រហាយចាឈឺចុកសៀតណែននៅចុងដង្ហើមភើមកធំក្លិនមាត់ធំក្លិនច្រមុះចាមិនត្រឹមតែប៉ុណ្ណោះហើយចាផឹកតែទឹកក៏កាហាយដែរដាក់ទឹកចូលទៅផឹកតែទឹកធម្មតាក៏កាហាយដែរញ៉ាំអាហារគ្រប់គ្នាគេញ៉ាំហើយតែកន្លះម៉ោងអីចាប់ដើមស្រកពោះហើយតែអ៊ំពូមីងដែលមានមេរោគនៅក្នុងហ្នឹងណាចាពិសាហើយ2ម៉ោងកន្លះ3ម៉ោងនៅតឹងពោះផ្អេសហើមប៉ោមទល់ខ្យល់ចាភើមិនភើចាផោមមិនផោមជុះមិនជុះចាឈានទៅដល់ចាខ្សោយដល់ពោះវៀនធំទៀតអញ្ចឹងបន្ទាប់ពីបញ្ហាទាំងអស់ហ្នឹងកើតឡើងចាឈានទៅដល់កម្រិតទី3ចាកម្រិតទី3គឺរហូតដល់ដំបៅធ្លាយក្រពះឬឈានទៅដល់ជំងឺមហារីកក្រពះចាហើយក្រពះពោះវៀនរបស់យើងនេះអ៊ំពូមីងដឹងស្រាប់ហើយចាអត់ដែលមានពេលសម្រាប់អីអ៊ំពូមីងចាគឺថាកិនអាហារជារៀងរាល់ថ្ងៃក្រពះមានតួនាទីបញ្ចេញនៅទឹកអាស៊ីតនិងអង់ស៊ីមដើម្បីរំលាយអាហារហើយកិនអាហារបញ្ជូនទៅពោះវៀនតូចជាអ្នកបែងចែកជីវជាតិទាំងអស់ទៅចិញ្ចឹមនៅសរីរកាយទាំងមូលរបស់យើងណាសរីរាង្គរបស់យើងទាំងអស់ចាជាអ្នកបញ្ជូនជីវជាតិទៅថ្លើមគឺជាអ្នកធ្វើមេតាបូលីកចាអញ្ចឹងតួនាទីសំខាន់គមនាគមន៍នេះមានជំងឺហើយចាមិនស្រួលហើយតើឲ្យគ្នាធ្វើការយ៉ាងម៉េចនឹងបានល្អចាអ៊ំពូមីងខ្លះខ្ញុំជម្រាបជូនចាពិសាតកួនពិសាផ្ទីពិសាពោតពិសាបន្លែផ្លែឈើផ្សេងចាជុះចេញមកវិញគឺចេញបន្លែផ្លែឈើនោះត្រឡប់មកវិញដោយសារតែពួកគាត់ខ្សោយអាស៊ីតនៅក្នុងក្រពះចាពិសាបន្លែអីជុះចេញមកបន្លែហ្នឹងចានេះហើយគឺជាកត្តាមួយដែលជំរុញឲ្យលោកអ្នកកាពះពោះវៀននឹងកាន់តែស្ដាងមួយថ្ងៃតិចអ៊ំពូមីងខ្លះសម្លាប់មេរោគនៅក្នុងកាពះប្រើពពួកអង់ទីប៊ីតិកប្រើថ្នាំផ្សះថ្នាំពេទ្យច្រើនពេកចាប្រើយូរទៅស្ដាងកាពះស្ដាងទៅចារលាកដល់ចុងពោះវៀនធំទៀតចានឹងបកកណាទាំងជំងឺកាពះទាំងជំងឺពោះវៀនរលាកដល់ចុងពោះវៀនធំចារាល់ថ្ងៃបត់ជើងមួយថ្ងៃយ៉ាងហោចក៏ម្ដងដែរចាយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកចា90%នៃជំងឺក្នុងរាងកាយគឺបណ្ដាលមកពីបញ្ហាកាពះពោះវៀនបើក្រពះពោះវៀនមានសុខភាពល្អចារាងកាយទាំងមូលរបស់
របស់យើងហ្នឹងក៏មានសុខភាពល្អទៅតាមនឹងដែរបងប្អូនមីងចាបន្ទាប់ពីការជួបអត់ចេញចា3ថ្ងៃជួបអត់បានម្ដងផងចាមួយសប្តាហ៍ជួបបានម្ដងផងខ្ញុំធ្លាប់ជួបច្រើនមែនតើបងប្អូនមីងចាជួបអ្នកជំងឺច្រើនណាស់បទពិសោធន៍នៃការព្យាបាលជំងឺក្រពះពោះវៀនដែលខ្ញុំបើកកន្លែងខ្ញុំរយៈពេល15ឆ្នាំខ្ញុំជួបជាមួយអ្នកជំងឺក្រពះពោះវៀនគ្រប់កម្រិតគ្រប់បែបយ៉ាងចាពុកម៉ែពូមីងបងប្អូនខ្លះចាហុចលុយមកទិញខ្ញុំអត់លក់ឲ្យទេខ្ញុំនឹងប្រឹក្សាយោបល់ឲ្យអំពីសុខភាពរបស់គាត់ប្រាប់អំពីអាការៈសញ្ញាមកហើយខ្ញុំតែងតែសរសេរសម្បត្តិបញ្ជូនគាត់ទៅមន្ទីរពិសោធន៍ទៅឡាបូដើម្បីតេស្តរកមើលថាតើគាត់រលាកក្រពះពោះវៀននឹងរលាកប៉ុន្មានលេខចាហើយត្រូវតមអីខ្លះចាទោះបីជាលោកអ្នកផឹកផលិតផលឱសថបកាយប៉ុណ្ណាក៏ដោយបើមិនចេះតមចំណីអាហារទេណាចាមិនងាយជាទេរើឡើងវិញលប់ឡើងវិញជាបានដដែលស៊ាំជាមួយថ្នាំផឹកផលិតផលអីក៏លែងត្រូវដែរក្រពះពោះវៀនស្ដើងរហូតដល់ធ្លាយក្រពះចាហើយអង្គពូមិញខ្លះមិនមែនត្រឹមតែរលាកក្រពះទេរលាកដល់ពោះវៀនមានមេរោគមានជាមួយនឹងពពួកវីដលពេលដែលខ្ញុំសរសេរសម្បត្តិឲ្យទៅតេស្តទៅចាមើលជាតិអាស៊ីតមើលជាតិស្ករមើលជាមួយនឹងពពួកអេពីឡូរីពពួកវីដលពពួកអីផ្សេងទៅគឺឃើញមកហើយចាក្រហមតែម្ដងគឺរេសតាចេញមកគឺក្រហមតែចាអង្គពូមិញដែលឈឺក្រពះពោះវៀនយូរឆ្នាំខ្វះតាំងពីជាតិស្ករចាខ្វះតាំងពីកាល់ស្យូមខ្វះតាំងពីគ្រាប់ឈាមក្រហមលើសឈាមសខ្វះឈាមក្រហមលើសតាំងពីជាតិអាស៊ីតប៉ះពាល់ចូលជាតិពុលដល់ថ្លើមប្រើថ្នាំពេទ្យច្រើនពេកលើសកំណត់មានលើសទៅដល់គ្រីអាតានីនចាគ្រីអាតានីនគឺជាតិពុលក្នុងតម្រងនោមចូលជាតិពុលទៅតម្រងនោមចូលជាតិពុលទៅថ្លើមអូនិយាយពីថាសុខភាពតេស្តមកចាឲ្យតេស្ត4-10មុខក្រហមទាំង7-8មុខចាគឺទាញគ្នាទៅទាំងព្រមតែម្ដងអញ្ចឹងហើយការព្យាបាលជំងឺក្រពះពោះវៀនខ្ញុំមានបទពិសោធន៍ព្យាបាលមានតិចនិចនិងវិធីសាស្ត្រក្នុងការព្យាបាលបើសិនជាលោកអ្នករលាកក្នុងកម្រិតមួយដែលរៀងរលាករៀងយូររៀងច្រើនចាខ្ញុំសួរគីឡូហើយខ្ញុំមានឱសថផ្សះមានផលិតផលផ្សះការរលាកមានប៊ីប្រូប៉ូលីសមកពីសហរដ្ឋអាមេរិកមានផលិតផលផ្សះការរលាកក្រពះពោះវៀនគ្រប់កម្រិតសួរគីឡូលោកអ្នកសួរឲ្យដឹងថាគីឡូប៉ុណ្ណាដើម្បីងាយស្រួលប្រើឱសថផ្សះរួមជាមួយនឹងផលិតផល Aloe Vera Gel និង The Best Fiber បើសិនជាលោកអ្នករ៉ាំរ៉ៃយូរហើយចាអូខ្វះកាល់ស្យូមខ្វះជាតិស្ករអីទៀតប្រើរួមជាមួយនឹងផលិតផលដែលខ្វះជាតិស្ករអីទៀតគឺបំពេញបង្គ្រប់បានល្អឆាប់ជាសះស្បើយបើអំពូមិញនៅតែបន្តចាទុកក្រពះពោះវៀនដំណាក់កាលទី1នឹងរហូតដល់ដំណាក់កាលទី2ចាខំប្រឹងព្យាបាលហើយតែព្យាបាលអត់បានចំគោលដៅចាជួបជាមួយខ្ញុំមានបទពិសោធន៍ចាព្យាបាលជំងឺក្រពះពោះវៀនឆ្នាំមែនតើបើសិនជាលោកអ្នកមានមេរោគនៅក្នុងក្រពះចាខ្ញុំឲ្យប៉ង់ប៉ាខ្ញុំឲ្យជួសជុលក្រពះខ្ញុំឲ្យប្រើបង្កើតបាក់តេរីល្អឲ្យមានបាក់តេរីល្អសិនបានយើងអាចឈានទៅសម្រាប់មេរោគក្រពះឲ្យទទួលបានលទ្ធផលជោគជ័យចាលទ្ធផលចេះជួសឈាមមកមិនមែនចេញមក positive ទេចាគឺចេញមកគឺ negative គឺអស់មេរោគចាអស់មេរោគក្នុងក្រពះអស់អីគឺដោយសារតែលោកអ្នកអនុវត្តតាមការណែនាំរបស់ខ្ញុំស្រឡាញ់ខ្លួនឲ្យចេះស្ងួនចំណីចាតមរបស់ប៉ាប្អូនជូចំណីអាហារដាក់មេឲ្យឡើងជាពិសេសកាត់បន្ថយអាហារក្រៀមហើយជាពិសេសចាសាច់តែខ្លាយសាច់គោសាច់ទាសាច់មាន់គ្រឿងសមុទ្រត្រីអត់ស្រកាត្រីមានពឹកចានំដែលប្រើដាក់មេឲ្យឡើងដាក់មេធំក្លិនជូអីហ្នឹងចាហើយខ្ញុំសូមបញ្ជាក់ជូនណាប្រើផលិតផលមិនមែនត្រូវតមទេចាសំណួរជាច្រើនដែលសួរខ្ញុំជារៀងរាល់ថ្ងៃផលិតផលអត់មានត្រូវតមទេជំងឺរបស់លោកអ្នកទៅវិញទេដែលត្រូវតែតម្រូវឲ្យលោកអ្នកចេះតមបើមិនចេះតមទេគឺជាទេចាអ្នកគ្រូសុភាបានជួយឈឺជំនួសទេចាបើអង្គពូមីងនៅតែធ្វើប្រហែលរឿងចំណីអាហារញ៉ាំទឹកអត់បានគ្រប់គ្រាន់ហើយអត់បានធ្វើលំហាត់ប្រាណខ្លះនៅពេលដែលគាត់ឈឺកាពះអាលីអាលួយកាពះអញ្ចឹងឲ្យគាត់ហាត់ប្រាណមិនចាគឺញ៉ាំអាហាររួចធ្វើលំហាត់ប្រាណបែប exercise slowly ចាដើរទៅដើរមកឲ្យបាន4-10នាទីសិនកុំឲ្យពិសាឲ្យភ្លាមអង្គុយផ្លែចាជាតិអាស៊ីតកាពះពោះវៀនមិនទាន់វាអាហារបានល្អផងតាំងអង្គុយមកផ្លែធ្វើមកចង់10-20ដងនិយាយពីមកលើរហូតហើយផោមកទៅទេមកតែប្រច្រាស់ហើយយូរស្អុយមាត់ស្អុយច្រមុះខ្លួនឯងចាហើយអង្គពូមីងដែលប្របាក់បត់ជើងធំ10ថ្ងៃបានជួបម្ដងមួយអាទិត្យបានជួបម្ដងអីចាខ្សោយទាំងពោះវៀនធំទៀតរលាកដល់ចុងពោះវៀនធំទៀតអញ្ចឹងបារាំងសុភីប្រស៊ីយ៉ាងខ្ញុំមានបទពិសោធន៍ព្យាបាលជំងឺកាពះពោះវៀននេះអស់រយៈពេល15ឆ្នាំហើយផ្ទៀងផ្ទាត់មានខ្នងបង្អែក laboratory ចាគឺថាមុនពេលប្រើនិងក្រោយពេលប្រើឲ្យលោកអ្នកតេស្តឈាមដើម្បីរកឲ្យឃើញថាតើមានមេរោគអ្វីខ្លះមានប្រតិកម្មសត្វអ្វីខ្លះមានពពួកមីក្រូបពពួកបាក់តេរីអាក្រក់នឹងប៉ុន្មានអញ្ចឹងតេស្តច្បាស់ហើយទិញផលិតផលយកទៅប្រើគឺកាន់តែពិសេសមែនទែនប៉ុន្តែថ្ងៃនេះខ្ញុំចង់បង្ហាញជូនលោកអ្នកថារាល់បញ្ហាក្រពះពោះវៀនទាំងអស់ដោះស្រាយបានជាមួយណា The Best Fiber នាំចូលមកពីសហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីហើយបានខ្ញុំនិយាយអញ្ចឹងចារូបមន្តធាតុផ្សំមកពីសហរដ្ឋអាមេរិកចាខ្ញុំលក់យូរឆ្នាំហើយមានលេខបញ្ជីការបោះក្រសួងសុខាភិបាលត្រួតពិនិត្យត្រឹមត្រូវចាក្នុងមួយប្រអប់ធំនេះមាន15កញ្ចប់ណាអូមីមួយថ្ងៃប្រើតែកញ្ចប់ទេចាមួយថ្ងៃប្រើតែកញ្ចប់ទេចាបង្កើតនៅបាក់តេរីបានយ៉ាងល្អប្រសើរបំផុតហើយលាងសម្អាតជាតិពុល Gastric បានយ៉ាងមានប្រសិទ្ធភាព8ម៉ោងដឹងប្រសិទ្ធភាពអត់រាករូសទេប្រើបានគ្រប់វ័យព្រោះជាប្រភេទចាបន្លែផ្លែឈើដែលផ្សំឡើងតាមបែបពពួក organic ចាងាយបំផុតដាក់ទឹកសុទ្ធកន្លះដងចេះកន្លុកមកកញ្ចប់ចាកន្លុកទៅមកកញ្ចប់ចេះចាក់មកកញ្ចប់ចឹងកន្លុកចឹង
ông cô bí cam thì chụp liền nhằm sạch mẹ chồng ngư tập nông tay cả nhằm bàn này chả cứ pra hỏi liền xong ăn chết bột ban chẳng o mệt tệ cả na o chết bột pi pra con được liền ha chả run sạch đã chọc tờ tan mình có tên nhà ấy có mau tan ca bọc chân không năng đại chả chụp cả sôi nông cả sôi và chân ca sầm nón mọc ọt miên bạc rìa có thể về đại pra là tập phơi lô ra che đi trôi tờ tiền chả cứ trôi tờ chuối sạc cả đi chả còn tha chồng ngư liệt cà phê và sân chè liệt tam ray hay rồi liệt riêng thông tay chả chân khi oi pra om chồng mình đang họ sập sạc riêng miên họ sập sạc cột cầm rật đại chụp lật con ông trôi mà bị sạc con làm rật được kì miên bi broccoli chả đại miên lên bên chỉ cả bọc xương sọc hạt bị bà rồi phầnนั้นpra ông cô minh pra hai đại phép cọ đây pra đôi tụm nút chắc đôi sụp bạc tập hiệp chả trong nay lôi ở trong cổ đầu hai tam đàn miền pra ban tầm đong chốt với chả bởi chưa dùng chăn mai pra tầm đong chốt ở kia thì ông cô mình tam đàn chả bóng ca bạc đi là ở miền mê rộng là nơi cái nông cà phê của miền này chưa phải quăng cà phê riêng cài đỏ răng ngon chả phải ca bạc đi là bằng ở căn tại chào trong bạc đi là nơi trôi từ cả miền bạc đi là chả nó chả bạc đi khóc nắng từ tam để muộn từ tam để hai chả cứ du tới pra mười ghé du tới lục nẹt nâng của tôi ba ca chia sạch bài vật vật tam đàn cho một chồng chảนี่จะไปไฟเบอร์เนี่ยแต่ลบเลี้ยงยำเปลี่ยนมัดแง่ยำต่างดอกไล่อมกูมีให้กำไรโดยเฉลี่ยมวยดอกนี้$30มวยประอัพนี้$30บาทลบเนี่ยตั้งแต่เราหาแจปีตั้งแต่ไปไฟเบอร์มวยจะคือ$100ฟรีสบายได้ติดจูนมาเพื่อปรำแผดกรอบแทนจูนเปรี้ยงกระลาเรียกรูปเรื่องของดอกตัวเตี้ยตัวอมกูมีเรียบไรเราจอกจ่อจ้ะให้เราชิมจ่าดิยิมจ่าเราหาแจอมกูมีเมื่อเจ็ดนี่ยิมจ่าดิยิมจ่าเราหาแจโจ้เลยน้องกูมีนั่นนี่ตักโปรตีนก่อนตัวกระเปิดซ้อมล้างตามใบออร์แกนิกน้องโจนมาปีสารอเมริกันจนยังให้ดอกเด่นซอลนี่คือดักคลาสเซน้องตุ้งตะกอตัวจ่าคลาสเซน้องตุ้งตะกอจ่าใบแดดซาคนละเพียบจ่าให้เนี่ยปนักมาใกล้แต่ปีดองจ่าฟีดแบ็กกระบอกแต่จนปัจจุบันเชียร์สักสบายชราเหมือนแต่องค์ปุ่มตัวบ้านและแต่พอเราเอาปัดสำรับจงเงือกระเปียนังปูเบียนบางโลกเนี่ยรังไรอยู่ห่างชมไม่ได้กับมันอ้อยเปล่าแต่ปีบกดิปัจเชียร์ตัวบ้านและแต่พอเราเอาปัดจ่าแล้วชมยังเหมือนông bố mình có bông cả chọn chặt cho phơi đau vũ trụ tôi cho hàng phố riêng rung miềnปัญหารำไรอยู่หายดักโจเต้าคือเลือนเหมือนแต่รักษาอยู่บ้านจมูกจมูกสั่นจ้ามุนนึงเต็งโยตปราฉันก็นำไปตัวบ้านพออันนี้ใช่ปะเลยตัวสัตว์ดักเดินขัดสันทางเลยจ้าให้ไอ้กินบอกมาโจขนมปลาอักษรไม่เซ็กระบอกชมบานรีสวากรมหลกแดดเช่นนี้จ้ารอยการปรึกษาคือฟรีตัวใบลกเนี่ยมันตอนเต็งกระดาษก็ไอ้ปรึกษาอยู่บ้านจมูกชมบานได้จ้าชมอัดทนตรอนเตะหายแบบชมนายนองไอ้ลกเนี่ยตอมไอ้หรือก็เตยแต่เธอแต่เชียมไอ้จ้าเธอตามการนายนองระบอกชมเตยนู่นลกเนี่ยนั่งตัวบ้านเพียบเกาะกระไดจากการที่บ้านเราตกลงเนี่ยเจ้าเลยตามบ้านจากโฟล์อัพลงเนี่ยเราโคตรบ้านเชียร์สัตว์บ่ายจ้าส้มเอาคนสำหรับการจำหน่ายเป็นวิธีดอมเมียนดำไรจ้าเมื่อวิดีโอบอกเพียงตามวิดีโอเราโคตรเราจับจ้าให้ชุบโปลกเนี่ยชุบตายจากพุทธโปแต่คนประกาศคืออายุวันนะสกัดตัวเล็กก็ไม่เคลียร์เลยจ้า thank you so much จ้าเอาคนชุบในคลิปในวิดีโอทำไมก่อนต่อตี